ជាច្រើនដែលយើងមាននៅក្នុងហាងណាចាអញ្ចឹងយើងនឹងធ្វើការណែនាំមួយជូនទៅដល់អតិថិជនមើលថាវាត្រូវជាមួយមនុស្សបែបម៉េចចាត្រូវជាមួយលក្ខខណ្ឌអ្នកជំងឺបែបណាចាសម្រាប់ឈើច្រត់នេះដែរគឺជាប្រភេទឈើច្រត់ជើងម្ខាងដែលអាចធ្វើការថរវាមានជាគូឬក៏យើងអាចប្រើជាមាច់ហៀងបានសម្រាប់ប្រភេទនេះគឺយើងថរនៅផ្នែកធ្លាកហើយសម្រាប់ប្រភេទនេះគឺយើងមានរហូតដល់3ខ្សែគឺយើងមានខ្សែ S ខ្សែ M ជាមួយនឹងខ្សែ L ទៅតាមកម្ពស់អ្នកគាត់ប្រើប្រាស់ណាចាអញ្ចឹងប្រភេទនេះគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាប្រភេទដែកអាលុយមីញ៉ូមដែលចង់និយាយថាវាអត់ឆេះណាចាគឺវាអត់ងាយក្នុងការឆេះហើយមួយទៀតគឺសម្រាប់ប្រភេទកន្លែងដៃនេះគឺគាត់អាចធ្វើការតម្លើងតម្លាក់បានចាទៅតាមកម្ពស់គាត់ដូចគ្នាហើយសម្រាប់កន្លែងក្រោមនេះក៏គាត់អាចធ្វើការតម្លើងតម្លាក់កម្ពស់បានដូចគ្នាអញ្ចឹងខ្ញុំនឹងធ្វើការចុចតម្លើងតម្លាក់កម្ពស់ជូនគាត់មើលសម្រាប់ប្រភេទនេះគឺយើងមានរហូតដល់4 5នេះហ្នឹងចាអញ្ចឹងគឺយើងគាត់ចង់កម្ពស់ប៉ុន្មានគាត់អាចធ្វើការសេរីនៅតាមផ្នែកខាងក្រោមនេះបានចាចឹងសម្រាប់ឈើឆ្លាត់ហ្នឹងគឺដូចគ្នាគឺគ្រាន់តែយើងមានពណ៌លឿងហើយជាមួយនឹងពណ៌ទឹកមាសមួយទៀតសម្រាប់ការបន្ថែមទៅលើពណ៌សម្រាប់មុខងារគឺដូចគ្នាហើយសម្រាប់ខ្សែគឺមានដូចគ្នាមានខ្សែ S ហើយជាមួយខ្សែ M ជាមួយខ្សែ L ដូចគ្នាកន្លែងចុចកលឺក៏មាននៅខាងក្រោមដូចគ្នាសម្រាប់វាស់ទៅតាមកម្ពស់មនុស្សដែលគាត់ប្រើប្រាស់បានណាចាសម្រាប់ឈើឆ្លាត់នេះដែរគឺរៀងពិសេសជាងឈើឆ្លាត់មុនបន្តិចដែលសារលក្ខណៈពិសេសអតិថិជនគាត់អាចធ្វើការមើលបានប្រភេទនេះគឺយើងអាចធ្វើការដកបត់បានចាយើងបត់វាជា2បានណាហើយសម្រាប់ប្រភេទនេះដែរយើងអាចសេរីឡើងដៃនេះដោយយើងគ្រាន់តែធ្វើការបើកកលឺក្រហមនេះទាំងសងខាងមកចានេះចាគឺយើងធ្វើការបើកកលឺទាំងសងខាងគឺយើងអាចធ្វើការសេរីលើកទៅចំណុចធំប៉ុណ្ណាដែលគាត់គិតថាគាត់អាចធ្វើការប្រើប្រាស់បានហើយយើងបិទឡុកនឹងវិញមកជាការស្រេចតែម្ដងហើយសម្រាប់ផ្នែកខាងក្រោមដូចគ្នាគឺយើងមានកន្លែងសេរីកម្ពស់ចាអញ្ចឹងគាត់ចង់សេរីខ្ពស់ទាបឬក៏ទាបជាងនឹងខ្ពស់ជាងនឹងចាគាត់អាចធ្វើការសេរីបានហើយអតិថិជនគាត់អាចធ្វើការមើលជាប់ផ្នែកខាងក្រោមបានគឺយើងគឺប្រើប្រាស់ទៅវាអត់មានការល្អិលឬក៏អីចឹងដោយសារវានឹងផ្នែកខាងក្រោមអញ្ចឹងប្រភេទឈើច្រត់នេះផងដែរគឺជាប្រភេទឈើច្រត់ដែលមានជើង4ដៃវារាងធំអតិថិជនគាត់អាចធ្វើការមើលបានតួវាក៏មាំដូចគ្នាប្រភេទនេះគឺស័ក្តិសមជាមួយនឹងអ៊ំដែលគាត់មានទម្ងន់រាងធ្ងន់ឬក៏អ្នកដែលគាត់ចង់បានជាប្រភេទឈើច្រត់ដែលមាំខ្លាំងគឺគាត់អាចធ្វើការយកប្រភេទនេះបានសម្រាប់ប្រភេទនេះគឺមានជើងជ័រផ្នែកខាងក្រោមគឺមាន4គឺអាចធ្វើកុំឲ្យគាត់ប្រើប្រាស់ទៅវាល្អិលជាមួយនឹងបន្ទប់ទឹកឬក៏ក្រោអីចឹងណាចាហ្នឹងវាជួយទប់ល្អិលហើយសម្រាប់ប្រភេទនេះក៏យើងអាចធ្វើការតម្លើងតម្លាក់កម្ពស់បានដូចគ្នាអញ្ចឹងគាត់គ្រាន់តែធ្វើការចុចមកហើយគាត់ធ្វើការតម្លើងមកចាចុចសេរីវាមកគឺយើងមានគ្រាប់សេរីនេះរហូតដល់4 5គ្រាប់ប៉ុះចាអញ្ចឹងគាត់អាចធ្វើការសេរីទៅតាមកម្ពស់នឹងបានសម្រាប់ប្រភេទឈើច្រត់នៅខាងមុខនេះខ្ញុំនេះគឺជាប្រភេទឈើច្រត់ដៃជើង4ដៃធីដែលមានរាងទូចច្រឡឹងហើយផ្នែកខាងលើមានភាពងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការកាន់ហើយជើងផ្នែកខាងក្រោមគឺយើងមានជាជ័រទប់ល្អិលដូចគ្នាសម្រាប់ប្រភេទនេះគឺវាទំហំរាងទូចជាងឈើច្រត់មុនបន្តិចតែអ្នកដែលគាត់ឆ្លាញ់រាងទូចឬក៏អ៊ំស្រីៗអញ្ចឹងគាត់អាចធ្វើការប្រើប្រាស់ជាប្រភេទនេះបានប្រភេទនេះគឺយើងមានកន្លែងតម្លើងតម្លាក់កម្ពស់ដូចគ្នាចានៅផ្នែកកណ្ដាលនេះនេះចាអញ្ចឹងគឺយើងអាចធ្វើការតម្លើងសេរីកម្ពស់ទៅតាមអ្វីដែលយើងចង់បានអញ្ចឹងណាយើងចង់បានខ្ពស់ជាងនឹងយើងសេរីវាឲ្យរាងខ្ពស់ជាងនឹងមកចាហើយដាក់កលឹះវាឲ្យត្រូវញ៉ាំវាមកនេះចាអញ្ចឹងយើងអាចបានកម្ពស់ដែលយើងចង់បានជាមួយនឹងកម្ពស់យើងហើយអញ្ចឹងសម្រាប់ប្រភេទនេះផងដែរក៏មានភាពស្រាលងាយស្រួលក្នុងការលើកឬក៏ធ្វើការប្រើប្រាស់ដូចគ្នាចាសម្រាប់ប្រភេទឈើច្រត់នេះដែរគឺជាប្រភេទឈើច្រត់ដែលមានជើង3ជួរបែបនេះពណ៌ខ្មៅងាយស្រួលក្នុងការប្រើប្រាស់ស្រាលសម្រាប់អ៊ំប្រុសដែលគាត់ចង់បានជាប្រភេទឈើច្រត់ស្រាលហើយមានពណ៌ខ្មៅសុទ្ធណាចាគាត់អាចធ្វើការប្រើប្រាស់ជាប្រភេទឈើច្រត់នេះបានងាយស្រួលក្នុងការកាន់ឬក៏លើកឬក៏ទុកដាក់ដោយសារវារាងទូចច្រឡឹងណាហើយសម្រាប់ឈើច្រត់នេះគឺវាដូចគ្នាទេគ្រាន់តែថាមួយខ្ញុំអត់សេរីកម្ពស់ហើយមួយទៀតខ្ញុំសេរីកម្ពស់អញ្ចឹងសម្រាប់ការសេរីកម្ពស់គឺនៅផ្នែកកណ្ដាលនេះគឺយើងអាចធ្វើការចុចសេរីទៅតាមកម្ពស់ដែលយើងចង់បានខ្ពស់ឬក៏ទាបចាគឺយើងអាចធ្វើការសេរីឲ្យអាគ្រាប់ហ្នឹងវាលោតចូលមកក្នុងនេះចាអញ្ចឹងគាត់អាចចង់បានខ្ពស់ឬក៏ទាបទៅតាមកម្ពស់គាត់អាចធ្វើការសេរីបាន3
ចាសម្រាប់ឈើឆ្លាត់នេះផងដែរគឺជាប្រភេទឈើឆ្លាត់ដៃមួយដូចគ្នាហើយជើងក៏មានផ្នែកខាងក្រោមតែមួយប្រភេទនេះគឺស្រាលក្នុងងាយស្រួលក្នុងការទុកដាក់ឬក៏ប្រើប្រាស់ផ្សេងគាត់អាចធ្វើតាមមើល detail ចិត្តបានសម្រាប់ឈើឆ្លាត់នេះគឺយើងមានពីរពណ៌នៅក្នុង stock មានពណ៌ដៃប្រផេះជាមួយនឹងដៃសុកាឡាណាចាហើយតួវាគឺមានពណ៌មាសជាមួយពណ៌ប្រាក់ហើយសម្រាប់ប្រភេទពួកនេះគឺគាត់ប្រើប្រាស់ទៅអត់មានងាយឆេះឬក៏បាក់អីតាណាទេចាអញ្ចឹងប្រភេទនេះគឺយើងអាចធ្វើការសេរីកម្ពស់បានដូចគ្នាយើងសេរីទៅតាមកម្ពស់ដែលយើងចង់បានអញ្ចឹងណាចាអញ្ចឹងវាមានគ្រាប់នេះវាមួយយើងសេរីមកយើងចង់បានកម្ពស់ណាខ្ពស់ឬទាបប៉ុណ្ណាគាត់អាចធ្វើការសេរីបាននេះចាអញ្ចឹងសម្រាប់ប្រទេសជនដែលគាត់ចាប់អារម្មណ៍ជាប្រភេទឈើឆ្លាត់ដែលមានតែតួមួយអញ្ចេះហើយមានជើងជាប់អញ្ចេះគាត់អាចធ្វើការតាក់ទងចូលក្នុង page ខាងយើងដូចគ្នាចាសម្រាប់ប្រភេទឈើឆ្លាត់នេះផងដែរគឺជាប្រភេទឈើឆ្លាត់ដៃមកខាងពណ៌ខ្មៅងាយស្រួលក្នុងការប្រើប្រាស់ហើយសម្រាប់ប្រភេទនេះគឺយើងអាចធ្វើការទិញមកគូក៏បានក៏ទិញតែមួយអញ្ចឹងក៏បានសម្រាប់ប្រភេទនេះលក្ខណៈពិសេសគឺយើងអាចធ្វើការសេរីកម្ពស់បានពីរកន្លែងផ្នែកខាងក្រោមមួយហើយជាមួយនឹងផ្នែកដៃខាងលើមួយអញ្ចឹងប្រភេទនេះគឺយើងត្រនៅលើកភួនដៃណាចាអញ្ចឹងគឺយើងទុកនៅកន្លែងនេះអញ្ចឹងងាយស្រួលក្នុងការអ្នកដែលគាត់មានលក្ខណៈថាគាត់ឈឺជើងឬក៏គាត់ទៅវះកាត់ជើងអីហើយក៏គាត់អាចធ្វើការប្រើប្រាស់ជាប្រភេទឈើឆ្លាត់នេះបានដែរគាត់ចង់បានមកហៀងក៏បានឬក៏មកគូក៏បានសម្រាប់ឈើឆ្លាត់នេះផងដែរគឺងាយស្រួលក្នុងការប្រើប្រាស់ហើយគឺពណ៌អតិថិជនគាត់អាចធ្វើការមើលបានគឺពណ៌វាស្អាតខ្លាំងមែនតើសម្រាប់អ្នកដែលគាត់ប្រុសដែលគាត់ចង់បានជាប្រភេទឈើឆ្លាត់ដែលងាយស្រួលក្នុងការទុកដាក់ចាអញ្ចឹងគឺពេលគាត់ប្រើប្រាស់ហើយគាត់អាចធ្វើការបត់ឲ្យទូចចេះយកទៅតាមខ្លួនឬក៏យកទៅតាមឡាននេះបានឬក៏អ្នកដែលគាត់ឡើងភ្នំឡើងអីក៏គាត់ប្រើប្រភេទឈើឆ្លាត់នេះបានដែរប្រភេទនេះគឺយើងគ្រាន់តែធ្វើការដោះផ្នែកដោះកញ្ចាប់វាមកចាយើងធ្វើការដោះវាចេញមកហើយយើងធ្វើការលាវាម្ដងមកកង់មកចានេះចាអញ្ចឹងប្រភេទឈើឆ្លាត់នេះគឺលក្ខណៈពិសេសវាគឺពេលលាហើយគឺវាអញ្ចឹងតែម្ដងហើយសម្រាប់កម្ពស់គឺយើងអាចសេរីនៅផ្នែកខាងលើនេះបានចង់ខ្ពស់ជាងនឹងបន្តិចឬក៏ទាបជាងនឹងក៏គាត់អាចការសេរីបានដូចគ្នាអញ្ចឹងសម្រាប់ការបត់វិញក៏មានភាពងាយស្រួលយើងគ្រាន់តែធ្វើការកាត់ធំកលឹះវាវិញមកចានេះចានេះចាយើងសេរីកាត់វាត្រូវវិញមកគឺយើងអាចធ្វើការដាក់ចូលក្នុងស្រោមវាបានវិញហើយចាអរគុណចាចង់បន្ទាប់ពីយើងធ្វើការបត់ហើយគឺរូបរាងវាគឺបែបចេះដែរហើយវាមានសភាពងាយស្រួលក្នុងការយកដាក់តាមខ្លួនបានចាអរគុណ